បាទឥឡូវនេះគឺចូលដល់ព័ត៌មានបន្តទៀតនេះគឺតកតងនឹងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយដាក់សម្ពាធថៃរឿងប្រព្រឹត្តអកតកម្មសង្គ្រាមនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកកែវរេមីនេះគឺក្នុងមួយរយៈពេលតាំងពីមានចំនួនព្រំដែនខ្មែរថៃនេះធ្វើរឿងត្រូវច្រើនគួរឲ្យកត់សរសើរមែនតើខ្ញុំរំភើបក្នុងនាមជាខ្មែរបើមានគណៈកម្មាធិការសិទ្ធិមនុស្សដល់ពូកែឆ្លៀសវៃបែបនេះខ្មែរយើងប្រកែមែនតើគឺគាត់សរសេរលិខិតដោះស្រាយរឿងបញ្ហាច្បាប់ជាតិច្បាប់អន្តរជាតិការរំលោភនេះរំលោភនោះមាត្រានេះមាត្រានោះគឺស្ដាប់ជក់ចិត្តហើយជឿទុកចិត្តថាយើងមានគុណភាពមនុស្សដែលជាធនធានណានៅក្នុងជួរគណៈកម្មាធិការសិទ្ធិមនុស្សយើងណានៅក្នុងជួររដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃដែលមើលទៅសាររបស់គាត់សរសេរថ្កោលទោសឬក៏ទាមទារឲ្យសហគមន៍អន្តរជាតិថ្កោលទោសថៃអំពីការឈ្លានពានរំលោភប្រជាពលរដ្ឋស៊ីវិលចង់និយាយថាបំពេញប្រជាពលរដ្ឋស៊ីវិលនិងយោធារបស់យើងឈ្លានពានដែនអធិបតេយ្យហើយដោយក៏ក្លឿនហើយអត់រើសមុខបែបនេះគឺជាអក្រិតកម្មសង្គ្រាមគាត់យកពាក្យអក្រិតកម្មសង្គ្រាមច្បាស់ដើម្បីដកស្រង់មេត្រាណានៃច្បាប់អន្តរជាតិយកមកហើយអានេះហើយដែលជាផុសតាងជាក់លាក់គ្រប់គ្រាន់ 100% ដើម្បីប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីរឿងការឈ្លានពានឥឡូវនេះយើងឮឲ្យក្រសួងការពារជាតិបានប្រកាសថាកំពុងតែប្រមូលផុសតាងឥឡូវគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកកែវរេមីក៏បានជួយទៅសិតតែបណ្ឌិតសិតតែកវីបញ្ញវន្តអ្នកច្បាប់ច្រើនណាស់នៅក្នុងគណៈកម្មការសិទ្ធិមនុស្សឲ្យធ្វើត្រូវខ្ញុំសូមសរសើរដោយស្មោះថ្កោលទោសទៀតទៅប៉ុន្តែកុំថ្កោលទោសចោលបើជាអក្រិតកម្មសង្គ្រាមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏ព្រហ្មទណ្ឌអន្តរជាតិឲ្យឆាប់តាមដែលអាចធ្វើទៅបានអត់ត្រូវការចាំស្អែកទេគឺថាដាក់ទៅមានប្រមាណផុសតាមប្រមូលតាំងពីចុងខែឧសភាមកល្មមបានហើយ8ខែហើយអញ្ចឹងកុំចាំយូរពេកប្រជាពលរដ្ឋលោកចាំយូរណាហើយឥឡូវដោយសារតែយើងហ៊ានប្រកាសថាថៃប្រព្រឹត្តអកតកម្មសង្គ្រាមបែបនេះទៀតប្រឆាំងមនុស្សជាតិទៀតត្រូវហើយមានហេតុផលគ្រប់គ្រាន់ដើម្បីប្តឹងថៃបានហើយខ្ញុំចូលរួមអបអរសាទរគាំទ្រឲ្យជូនពរឲ្យជោគជ័យប៉ុន្តែម្ដងទៀតបងប្អូនខ្ញុំថាសន្សំពាក្យណាមិនចង់ថារិះគន់ទេប៉ុន្តែសូមឲ្យលោកកែវរេមីដែលជាគណៈកម្មការសិទ្ធិមនុស្សកម្ពុជាហ្នឹងសូមឲ្យអាស្មារតីនៃការយល់អំពីការបំផ្លាញរំលោភសិទ្ធិរបស់ប្រទេសថៃឈ្លានពានកម្ពុជានឹងឲ្យដកស្ថិតនៅក្នុងដួងចិត្តរបស់លោកហើយឲ្យមានយុត្តិធម៌សម្រាប់ប្រជាជាតិខ្មែរខ្លួនឯងទៅថ្ងៃអនាគតផងមើលផងថាតើគណៈបកកណ្ដាលអំណាចក្រោមការចូលរួមធ្វើការរបស់លោកនៅក្នុងរដ្ឋាភិបាលហ្នឹងតើរំលាយបំផ្លាញសិទ្ធិមនុស្សប្រជាធិបតេយ្យនៅកម្ពុជាសកម្មជនចាប់គេធ្វើបាបបណ្ណាដែលជាការរំលោភសិទ្ធិមនុស្សខ្លួនឯងដែរនេះអាហ្នឹងឯងតកតងនឹងជំងឺដែលយើងសាមគ្គីជាតិយើងដើម្បីវាយថៃបានឲ្យមូលមាត់គ្នាហ្នឹងគឺតើតែយើងព្យាបាលជំងឺខ្លួនឯងនឹងសិនដែរអញ្ចឹងសូមលោកជួយមើលអាហ្នឹងបន្តទៅវាយថៃបដាដៃមកចំហៀងជួយដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងបដាផងលោកនឹងទទួលបានការសាទរ 100% ពីខ្ញុំហើយជឿថាបងប្អូនដទៃទៀតក៏សាទរដែរតទៅទៀតគឺតកតងនឹងសារព័ត៌មានថៃរាយការណ៍ថាយោធាថៃចាប់ខ្លួនអតីតប្រពន្ធមេភូមិខ្មែរម្នាក់នៅខេត្តស្រះកែវដោយចោទថាជាចារកម្មនេះគឺជារូបភាពចេញពីសារព័ត៌មានថៃទេបងប្អូនហើយឃើញគេចាប់សារព័ត៌មានថៃហ្នឹងឈ្មោះថាខ្ញុំសរសេរនៅកន្លែងនេះបាទ Thai Post គាត់សរសេរខ្ញុំដកស្រង់ប្រភពច្រើនពេកដូច្នេះពេលខ្លះគឺចាំអស់ទេបងប្អូនគឺភូមិនៅកន្លែងភូមិភាគ1ហ្នឹងគឺពួកទាហានថៃបានចូលមកចាប់ស្ត្រីហ្នឹងគឺគាត់ឈ្មោះថងឡាត់នៅខេត្តស្រះកែវដោយចោទថាជាអនុក្នុងឬចារកម្មចារកិច្ចអីឲ្យយោធាខ្មែរអីចឹងណាហើយនេះគឺខាងអាជ្ញាធរខេត្តស្រះកែវខ្លួនឯងទេដែលចោទស្ត្រីខ្មែរថងឡាត់ហ្នឹងដែលតែសង្ស័យអញ្ចឹងហើយគេប្រើច្បាប់អីអាជ្ញាសឹកអីចឹងទៅដូច្នេះតាមពិតគាត់ជាប្រពន្ធមេភូមិនៅទីនោះគឺក៏យើងដឹងហើយថាគាត់ធ្លាប់និយាយច្រើនដែរពីរឿងភូមិหนองចាន់ភូមិព្រៃច័ន្ទអីថាជាដីរបស់ខ្មែរអីចឹងដូច្នេះប្រហែលថៃគេកំពុងគុំផងព្រោះអីមានអ្នកណាទៅហ៊ាននិយាយថាព្រៃច័ន្ទជោគជ័យរបស់ថៃរបស់ខ្មែរអីចឹងណាបាទតែយ៉ាងណាបងប្អូនក្នុងពេលនេះគឺការចាប់ការអីហ្នឹងគឺការសង្ស័យធូរជាគិញជាការបោះពុងណោតអីដើម្បីឲ្យប៉ះពាល់ដល់សន្តិសុខ
តាហ៊ានទាំងខ្មែរទាំងថៃគេនឹងចាប់អញ្ចឹងជាហោហែប៉ុន្តែជារឿងអកុសលបងប្អូនឃើញអញ្ចឹងជួយថ្កោលទោសឬក៏ជួយតាមមើលគាត់ផងមិនដឹងគេយកទៅធ្វើអីហើយទាមទារឲ្យដោះលែងមកវិញបើគាត់ជាប្រជាពលរដ្ឋខ្មែរអាជ្ញាធរកម្ពុជាត្រូវតែចេញលិខិតថ្កោលទោសឲ្យទាមទារឲ្យលែងមកគាត់មកវិញមកក្នុងដីខ្មែរមិនអាចមកចាប់ប្រជាពលរដ្ឋខ្មែរយើងបានស្រេចតែក្បាលចិត្តទេអាហ្នឹងគឺជារឿងមិនត្រឹមត្រូវទេបាទបន្តទៅទៀតបងប្អូននៅព័ត៌មានច្រើនទៀតដែរហើយពេលវេលាកាន់តែខូចណាស់ទៅហើយក្រសួងការពារជាតិកម្ពុជាច្រានចោលការផ្សាយរបស់កាសែតថៃនិងបណ្ដាញផ្សព្វផ្សាយសង្គមថៃមួយចំនួនដែលថាទាហានខ្មែរបាត់បង់ជីវិត102នាក់រឿងដែលសារព័ត៌មានថៃផ្សព្វផ្សាយនេះវាជារឿងយុទ្ធសាស្ត្របែបចិត្តសាស្ត្រសង្គ្រាមចិត្តសាស្ត្ររបស់គេដែរវាមានខ្លះពិតខ្លះមិនពិតហើយក្រសួងការពារជាតិកម្ពុជាយកវិធីមួយគឺដើម្បីបន្សាបព័ត៌មានហ្នឹងគឺយកមកធ្វើឲ្យព័ត៌មានហ្នឹងคล้ายទៅជាព័ត៌មានមិនពិតដោយដាក់ថាคล้ายឲ្យផ្សាយអញ្ចឹងទៅថ្ងៃនេះក្រសួងការពារជាតិគឺយកដកស្រង់កាសែតដែលផ្សាយគឺ The Nation Thai The Nation Thailand ហ្នឹងគឺផ្សាយនិយាយពីរឿងមេតបថៃហ្នឹងថាទាហានខ្មែរស្លាប់102នាក់អីអញ្ចឹងទៅតាមពិតយើងស្លាប់ប្រមាណយើងមិនដឹងទេហេតុអីបានទាហានថៃមកដឹងច្បាស់ម៉េចពីរឿងការពលីរបស់ទាហានខ្មែរអីណានោះវាអាចជាការដែលគេហៅសង្គ្រាមចិត្តសាស្ត្របំបាក់ស្មារតីទាហានខ្មែរយើងក៏ថាបានដែរអញ្ចឹងក្រសួងការពារជាតិចោទថាព័ត៌មានហ្នឹងคล้ายទេទាហានខ្មែរមិនស្លាប់102នាក់ដូចគេថាប៉ុន្តែខាងកម្ពុជាក៏មិនប្រាប់ថាស្លាប់ប្រមាណឲ្យប្រកាសដែរអានេះគឺវាពិបាកដែរថាឥឡូវគេផ្សាយ102នាក់ហ្នឹងវាអត់ពិតអញ្ចឹងយើងប្រមាណអ្នកយើងដាក់ទៅថាស្លាប់តែ10នាក់អញ្ចឹងឧទាហរណ៍អីអញ្ចឹងទៅតែវាមិនបាច់តបអីទេព្រោះអីព័ត៌មានចិត្តសង្គ្រាមចិត្តសាស្ត្រច្រើននេះក៏ជាការបន្សាបព័ត៌មានឲ្យថៃក៏សារព័ត៌មានសំទោសក្រសួងការពារជាតិក៏ថ្លែងសារអំពីការច្រានចោលព័ត៌មានមួយទៀតរបស់អមរិន News របស់ថៃនឹងដែររបស់ Thai Tribune Army Military Force កណនី Facebook អីហ្នឹងដែលនិយាយពីថាទាហានខ្មែរហ្នឹងសំទោសខ្មែរជួលទាហានបរទេសដើម្បីយកមកស៊ីឈ្នួលធ្វើសង្គ្រាមតើទាហានបរទេសណាដែលខ្មែរជួលយើងមិនដឹងថៃគេនិយាយចឹងជាការចង់ប្រាប់ទៅអន្តរជាតិថាយើងកំពុងបំពេញច្បាប់សង្គ្រាមអន្តរជាតិអីចឹងណាថៃគេចេះថែមហើយមិនចឹងណាមួយទៀតគឺថាយើងប្រើ drone ហ្នឹងគឺជា drone ដែលបានមកពីបរទេសទៀតហើយបរទេសហ្នឹងអត់មានណាឆ្ងាយទេបងប្អូនគឺដឹងថាថៃដាក់ការសង្ស័យទៅលើចិនអីហ្នឹងហើយដូច្នេះចង់ឲ្យអាសារហ្នឹងដើម្បីឲ្យមានរឿងបរទេសណាពាក់ព័ន្ធទៅថា drone ហ្នឹងគេថាចាប់បានសិតតែ drone អត្តឃាតរបស់ខ្មែរអីហ្នឹងដែលផលិតទៅមើលគេហៅដែកឬកង្ហាឬក៏រចនាបថហ្នឹងគេថាជារបៀបយកមកក្លូនយកមកធ្វើប៉ុន្តែអាចជាយកបច្ចេកវិទ្យាឬក៏បានជំនួយពីរដ្ឋបរទេសណាមួយដើម្បីធ្វើសង្គ្រាមជាមួយថៃអីចឹងចាប់ផ្ដើមភ្ជាប់រដ្ឋបរទេសដើម្បីឲ្យមានហេតុផលររឿងរដ្ឋបរទេសណាមួយទៀតអីចឹងទៅអញ្ចឹងហើយបានជាសារព័ត៌មានក្រសួងការពារជាតិច្រានចោលព័ត៌មានទាំងនោះថាមិនពិតក៏ប៉ុន្តែមិនបានបញ្ជាក់ថា drone ហ្នឹងគឺថៃចាប់បានដោយឲ្យខ្មែរប្រើ drone អីឬក៏មិនប្រើ drone អីគ្រាន់តែថាព័ត៌មានហ្នឹងមិនពិតអីចឹងទៅបាទឥឡូវព័ត៌មានមិនពិតហ្នឹងក៏វាមានច្រើនហើយពិតហ្នឹងក៏យើងមិនដឹងដែរពួកអីអត់មានសារព័ត៌មានឯករាជ្យច្រើនទេយើងទៅថាកុំយកព័ត៌មានពីថៃតែដល់យកព័ត៌មានពីខ្មែរខ្លួនឯងហ្នឹងព័ត៌មានរដ្ឋាភិបាលសុទ្ធសាធតែយើងទៅជឿណាឲ្យប្រកាសយើងត្រូវតែមានព័ត៌មានឯករាជ្យណាមួយដើម្បីជួយផ្ទៀងផ្ទាត់ដែរអញ្ចឹងក្រៅតែពីផ្សាយព័ត៌មានតាមម្ខាងគឺយើងដាក់ឲ្យស្ដាប់ទាំងសងខាងអញ្ចឹងទៅគឺថៃគេនិយាយចេះលើខ្មែរគេនិយាយចេះមានតែអញ្ចឹងទេបងប្អូនហើយបើប្រាប់ថាអូកុំទៅយកព័ត៌មានពីថៃអីព្រោះព័ត៌មានថៃហ្នឹងគឺជាព័ត៌មានដែលធ្វើឲ្យដោយបំផ្លាញជាតិយើងអាចចោះព័ត៌មានយើងនឹងជួនកាលជាព័ត៌មានប្រជាពិធស្អីដែរហ្នឹងតែយកប្រៀបធៀបទៅប្រជាពលរដ្ឋស្ដាប់ទៅអូឥឡូវកម្ពុជាក្រសួងការពារជាតិគេនិយាយចេះរដ្ឋាភិបាលខ្មែរគេនិយាយចេះចុះរដ្ឋាភិបាលគេថៃគេនិយាយមិនអាហ្នឹងគឺតួនាទីរបស់អ្នកសារព័ត៌មានហើយបើយើងចាំតាអូរដ្ឋាភិបាលនិយាយខ្មែរនិយាយតែអញ្ចឹងតែរហូតចឹងរហូតផ្សាយឃើញតែអញ្ចឹងចុះខាងថៃគេនិយាយថាម៉េច
យើងនឹងកែបក្នុងដូងនឹងគេចូលមកដល់ណាអស់ហើយយើងអត់ទាំងបានផ្សាយពីគេផងហើយដល់ពេលអញ្ចឹងយើងត្រៀមខ្លួនទៅឈ្នះគេមិនទៅព័ត៌មានរបស់ថៃនេះមិនមែនបានន័យថាជាព័ត៌មានពិត100%ទេវាអាចជាព័ត៌មានឃោសនាអកុសលដើម្បីប្រជាពិធដ្ឋឬក៏សង្គ្រាមចិត្តសាស្ត្រអីក៏ពិតមែនហើយក៏ប៉ុន្តែអ្វីដែលសំខាន់តើកម្ពុជាតបទៅគេយ៉ាងម៉េចឥឡូវធ្វើដោយក្រសួងការពារជាតិចឹងមកបើថាព័ត៌មានគេនឹងមិនពិតរឿងអីហើយពន្យល់ចឹងទៅហើយអ្នកសារព័ត៌មានពន្យល់ចឹងតាមហ្នឹងទៅនេះថៃគេនិយាយចេះលើខ្មែរគេនិយាយចេះតាមបាត់ហ្នឹងហើយយើងត្រូវរកកដាប្រភពផ្សេងទៀតដើម្បីយកមកជួយគ្រប់គ្រងថាតើការចោតគ្នាទៅវិញទៅមកហ្នឹងវាពិតអញ្ចឹងអីតើវាមានកលាណាមួយដែលគិតថាព័ត៌មាននេះវាអាចពិតឬក៏លើសពីអ្វីដែលគ្រាន់តែការច្អល់ដាក់គ្នានឹងដែរទេអាហ្នឹងជាទូនាទីរបស់អ្នកសារព័ត៌មានហើយបើយើងចាំតែខ្មែរនិយាយអីផ្សាយតែខ្មែរសុទ្ធអញ្ចឹងទៅហើយថៃនិយាយអីក៏មិនផ្សាយសោះអាហ្នឹងយើងមិនមែនជាអ្នកសារព័ត៌មានទេយើងជាឃោសនិករបស់គណៈបកនយោបាយឬក៏ឃោសនិករបស់រដ្ឋាភិបាលគេមានមកកណោតាហើយបើលោកជាឃោសនិកធ្វើតាមឃោសនិកទៅមករករឿងអីគេអ្នកផ្សាយព័ត៌មានដើម្បីឲ្យលឺទាំងសងខាងហ្នឹងមកចោតគេសើក្បត់ជាតិបើលោកធ្វើឲ្យត្រូវជាអ្នកស្នេហាជាតិលោកផ្សាយទៅលោកទៅវាខ្វល់អីទៅគេផ្សាយដើម្បីឲ្យថ្លឹងថ្លែងអញ្ចឹងហើយម្ដងទៀតបងប្អូនអ្នកណាក៏ដោយឲ្យតែផ្សាយព័ត៌មានឮតែកម្ពុជានិយាយអញ្ចេះហើយមានតែកម្ពុជាអ្នកនឹងក្បត់វិជាជីវៈហើយគឺជាឧបករណ៍ផ្សាយរបស់គណៈបកឬក៏រដ្ឋាភិបាលមួយហើយក្រុមមួយអត់មានផ្សាយស្មើទេហើយបើថាអ្នកណាផ្សាយតែថៃសុទ្ធអ្នកនងឯងក៏ជាឧបករណ៍របស់ថៃដែរវាអត់មានអីប្លែកទេបងប្អូនអញ្ចឹងបងប្អូនជាអ្នកស្ដាប់ក៏យល់ដែរថាតើព័ត៌មានវាមានសងខាងវាមានកណ្ដាលប៉ុណ្ណាលើសលួសប៉ុណ្ណាខ្ញុំជាខ្មែរក៏នៅតែមានការលំអៀងច្រើនទៅខាងខ្មែរដែរបើខ្ញុំផ្សាយព័ត៌មាននេះនៅថៃខ្ញុំមិនដឹងជាប់គុកប្រហែលឆ្នាំបាត់ហើយទេព្រោះអីថៃគេអត់ឲ្យលឺយើងនិយាយថាថៃឈ្លានពានយើងទេខ្មែរយើងគ្រាន់តែយើងប្រើពាក្យថាខ្ញុំអត់ដែលប្រើពាក្យថាខ្មែរឈ្លានពានថៃតែម្ដងសោះហេតុអីបានខ្ញុំនិយាយចឹងអត់បានបើខ្ញុំនិយាយតាមថៃខ្មែរឈ្លានពានថៃតាំងពីថ្ងៃដំបូងមកម៉េះប៉ុន្តែខ្ញុំនិយាយអត់បានហើយសួរតែខ្ញុំគ្រប់គ្រងរដ្ឋាភិបាលខ្មែរមែនអត់ទេគឺខ្ញុំមើលទៅឃើញស្ថានភាពហ្នឹងវាជាក់ស្ដែងហ្នឹងគឺវាយកអត់បានគឺខ្មែរមានចេតនាឬក៏មានកម្លាំងឲ្យដែលមានប្រវត្តិឯណាទៅឈ្លានពានគេដែលមានប្រវត្តិឯណាទៅដដើមដីគេបានម្ដងនោះវាមានតែបាត់ដីខ្លួនឯងតែចឹងផ្សាយថាថៃឈ្លានពានហើយគឺថៃគឺឈ្លានពានចឹងមកមានអីទៀតឥឡូវវាមានតែអញ្ចឹងបងប្អូនអញ្ចឹងយើងជាអ្នកផ្សព្វផ្សាយនឹងជួយឲ្យមានតលយៈហើយកុំចំណាយពេលមកវាយបហាមួងណារ៉េតអីបានហើយអស់លោកកុំយកមួងណារ៉េតធ្វើជាព័ត៌មានអីមួយថ្ងៃនឹងអូសអត់ផុតសោះអូមករៀលដាលមកខ្ញុំនឹងទៅប្រៀបធៀបជាមួយនឹងលោកអ៊ុំសំអានលោកសំរងស៊ីទៅយករឿងឪពុកក្មេងឲ្យទៅកាយពីប្រវត្តិរបស់ខ្ញុំអស់លោកអត់ដឹងប្រវត្តិរបស់មួងណារ៉េតច្រើនទេបានហើយដូចថាវាអត់បានប្រយោជន៍អីទេហើយខ្ញុំមានទៅបានចំណេញអីចង់មកបន្សាបព័ត៌មានខ្ញុំនឹងបានចំណេញអីឲ្យខ្ញុំឈប់មែនខ្ញុំបានប្រាប់បងប្អូនហើយដល់រាបណាខ្ញុំមកនៅមានដង្ហើមដកមិនចំពោះថាអស់លោកមកវាយបហាអីប៉ុណ្ណាទេគឺអត់ឈប់ទេដោយសារខ្ញុំគិតថាខ្ញុំធ្វើត្រូវដើម្បីជាតិរបស់ខ្ញុំបានព័ត៌មានជាធម្មទានដែរវាយកបងប្អូនយកទៅថ្លឹងថ្លែងទៅបងប្អូនទៅស្ដាប់ប្រភពណាទៀតក៏បានដែរមិនមែនថាអូត្រូវតែស្ដាប់មកណាទេអត់ទេស្ដាប់ហើយយកទៅពិចារណាត្រេះរិះហើយអត់ដែលទៅបញ្ចុះបញ្ចូលបងប្អូនថាត្រូវតែស្ដាប់ខ្ញុំ 100% អត់សោះបងប្អូនទទួលទានអាហារបង្អែមលៀងមាត់មួយខ្ទះធំនេះបើផ្អែមនឹងវាផ្អែមពេកលើសជាតិស្ករទឹកនោមផ្អែមសម្រាកខ្លះទៅបថយខ្លះទៅណាស់ទៅរកអាណាដែលមានជាតិស្ករតិចមានអីអញ្ចឹងទៅព្រោះអីកុំឲ្យវាទឹកនោមផ្អែមបានអត់អីទេអត់មានបង្ខំអត់មានប៉ុន្តែកុំយកខ្ញុំជាព័ត៌មានមួងណារ៉េតមិនមែនជាព័ត៌មានទេខ្ញុំផ្សព្វផ្សាយព័ត៌មានកុំមកយកខ្ញុំបកកោកកាយអីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំអីអត់មានតាក់ទងបកគលសោះខ្ញុំអត់មានដើម្បីលៀបសការៈអត់មានដើម្បីបុណ្យស័ក្តិដើម្បី like ដើម្បី share ដើម្បីអីទាំងអស់អត់ទេគឺខ្ញុំធ្វើដើម្បីជាធម្មទានឲ្យបងប្អូនស្ដាប់ព័ត៌មានបានមួយជ្រុងទៀតតែប៉ុណ្្នឹងហើយកុំរវល់មកវាយបហាមួងណារ៉េតអីបានហើយកុំធ្វើការវាយបហានេះធ្វើឲ្យមួងណារ៉េតស្បើយនោះវាធ្វើឲ្យចិត្តរបស់ខ្ញុំកាន់តែពុះពោនៅក្នុងការបន្តប្រឹងផ្សាយព័ត៌មាននេះឲ្យកាន់តែច្រើនទេបងប្អូនរកសបុកអមាល់ហើយ
អត់ធ្វើអីត្រូវបានប្រយោជន៍អីអញ្ចឹងសូមផ្ដាំផ្ញើទៅឃោសនិករបស់រដ្ឋាភិបាលឬគណៈបកកណ្ដាលអំណាចឬក្រុម MMO ណាដោយសារចង់ល្បីយកឈ្មោះមួងណារ៉េតហ្នឹងទៅផ្សាយដោយរាល់ថ្ងៃពេកហើយបើសិនជាអស់លោកគិតថាផ្សាយអំពីបញ្ហាផ្ទាល់ខ្លួនមួងណារ៉េតហ្នឹងចំណេញគេ like គេ share បានទទួលទានមានទៅដោះគោឲ្យទៅកូនបៅអញ្ជើញតាមការគួរទៀតចុះប៉ុន្តែវាជារឿងអសិលធម៌អគុណធម៌វាអត់បានប្រយោជន៍អីទេឈប់បានឈប់ទៅរកទទួលទានរត់ម៉ូតូដប់ pass up អីក៏ល្អដែរកុំធ្វើលបស្មុកគ្រោកអញ្ចឹងមួងណារ៉េតមិនមែនព័ត៌មានទេម្ដងទៀតបើនិយាយពីមួងណារ៉េតកាន់តែខ្លាំងមួងណារ៉េតផ្សាយកាន់តែខ្លាំងចាំតែប៉ុណ្្នឹងបានហើយហើយបើអត់និយាយអីសោះក៏មួងណារ៉េតអត់បន្ថយការផ្សាយតែព្រោះអីវាជារឿងធម្មតាតែប៉ុណ្្នឹងឯងហើយអត់មែនយកអានេះជាលបទៅទៀតអានេះអត់ជាលបទេគឺជាបេះដូងព្រោះមួងណារ៉េតអត់យកលបមកផ្សាយនឹងជាលបទទួលទានមួងណារ៉េតមានការងារធ្វើនៅសាលាក្រុងឡុងបិចជារដ្ឋការនៅសាលាក្រុងមានប្រាក់រស់មកល្មមតាមសមាជីវអត់ត្រូវការឲ្យអស់លោកមកស្អីណាមកនិយាយអីវែងឆ្ងាយអីពីរឿងមួងណារ៉េតជាព័ត៌មានទេបានហើយសូមបងប្អូននឹងខ្ញុំថាមិនចង់តបទេព្រោះអីវាអត់ចង់រើសដុំថ្មចោលឆ្កែតែគ្រាន់តែពេលខ្លះចង់បញ្យល់ឲ្យដឹងថាវាអត់ប្រយោជន៍ឈប់បានឈប់ទៅអត់មានបងប្អូននឹងរវល់ខ្លាំងណាស់ទៅវាយប្រហារថៃតោះរួមគ្នាទៅអញ្ចឹងតែកុំមកយកបកគលបញ្ហាមួងណារ៉េតនឹងទៅជាស្អីណាក្បត់ជាតិក្បត់អីបានហើយប្រជាពលរដ្ឋគេចេះឲ្យបងប្អូនគេមិនល្ងង10គុតទេហើយអ្នកដែលជេរម្រាយកាយឪពុកខ្ញុំហ្នឹងសុទ្ធតែទទួលបានកម្មផលចុះនរកទៅតាមអំណាចកម្មរបស់បងប្អូនទេអាហ្នឹងខ្ញុំមិនទៅនេះទេខ្ញុំគ្រាន់តែថាមនសិការនៅតែជេរស្ដីអស់លោកចងចាំនៅក្នុងមួយជីវិតខ្ញុំបើអស់លោកអត់ចេញមកសុំទោសម្ដាយខ្ញុំនឹងខ្ញុំតកតនឹងជេរប្រមាថឬក៏វាយប្រហារប្រមាថការទៀននេះទេគឺអស់លោកនៅក្នុងខួរក្បាលខ្ញុំមួយជីវិតថាលោកជាមនុស្សស្មុករូបថោកទាបពៀលបាត់ផ្សាមួយជីវិតបើអត់ទៅណាទេហើយខ្ញុំមិនទៅសងសឹកមិនទៅធ្វើអីទេគាត់ថាមនសិការខ្ញុំនៅជេរអស់លោកនៅក្នុងមនសិការនឹងមួយជីវិតព្រោះអីខ្ញុំអត់ដែលបានធ្វើអីទៅប៉ះពាល់អស់លោកនៅក្នុងការងារនេះទេខ្ញុំនិយាយពីរឿងព័ត៌មានហើយបើលោកធ្វើព័ត៌មានផ្ដេសផ្ដាស់ឲ្យខ្ញុំរិះគន់អំពីភាពផ្ដេសផ្ដាស់នៃការធ្វើព័ត៌មានអត់រិះគន់បុគ្គលទេចាំណាខ្ញុំអត់មានទៅកោកាយថាអ្នកឯងមានកូននេះជាជនជាតិនេះជាសាសនេះមានប្រពន្ធចេះមានអត់ទេរឿងផ្ទាល់ខ្លួននេះគឺអត់សោះហ្មងមួងណារ៉េតមិនទៅទៀបដល់បាតដាល់បែបហ្នឹងទេជាអំពើលិមួកណាឆ្លោះគ្នាឬក៏មិនត្រូវគ្នាគំនិតសតិសម្បញ្ញៈយ៉ាងណានិយាយអំពីគោលកំណត់អត់មានតវៃប្រហារគ្រួសារបើកកកាយជេរម្រាយកាយឪពុកឯអាហ្នឹងគឺយើងអន់ជាងសត្វដេរឆានទៅទៀតខ្ញុំគាត់តែជំរាបប៉ុណ្ណឹងបានហើយឥឡូវនេះគឺខ្ញុំបញ្ចប់ព័ត៌មានដោយសារអីមានសកម្មជនប្រឆាំងនៅក្រៅប្រទេសកំពុងបំផុសគំនិតឲ្យអាមេរិកដាក់មូលដ្ឋានទ័ពនៅកម្ពុជាបងប្អូនហេតុអីបានជាសុកមានគំនិតបែបនេះរឿងនេះគឺមិនមែនថ្មីទេព្រោះអីមុនពេលដែលឆ្លោះគ្នាជាមួយថៃនេះគឺយើងឃើញមានអ្នកតារាតាមបណ្ដាញសង្គម Facebook អីហ្នឹងក៏បំផុសគំនិតឲ្យអាមេរិកដាក់មូលដ្ឋានទ័ពនៅកម្ពុជាដោយស្មោះត្រង់ខ្ញុំអត់ចង់ឲ្យអាណានិគមបរទេសណាមួយដាក់ទ័ពដាក់អីនៅប្រទេសយើងឯងព្រោះយើងជារដ្ឋអធិបតេយ្យប៉ុន្តែក៏មិនត្រូវបដិសេធជំនួយគេជួយដើម្បីការពារអធិបតេយ្យរបស់យើងប៉ុន្តែដាក់មូលដ្ឋានទ័ពនេះថ្ងៃនេះមានសកម្មជនបពប្រឆាំងម្នាក់ដែលល្បីតាមបណ្ដាញសង្គមដែរគឺលោកផនផាណាដែលលោកហ៊ុនសែនតាមរមុខរកតាមសម្រាប់ដល់ថៃយកសាកសពមកក៏បាននោះថ្ងៃនេះគឺគាត់បានសរសេរសារអញ្ចេះថាបងប្អូនសាកសម័យមើលបើកម្ពុជាមានមូលដ្ឋានទ័ពអាមេរិកប្រចាំនៅកម្ពុជាតើល្អឬទេគាត់និយាយថាយើងអាចធ្វើបានដោយទី1ផ្លាស់ប្ដូរនយោបាយឲ្យមានភាពឯករាជ្យពីអំណាចធំទី2កែលម្អតំណែងតំណងយោធានិងយោធាទី3កែសម្រួលច្បាប់រដ្ឋធម្មនុញ្ញទី4តលយៈភាពយុទ្ធសាស្ត្រក្នុងតំបន់តម្រូវឲ្យកម្ពុជារបបប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សនិងឲ្យបានខ្ជាប់ខ្ជួនលោកផនផាណាមានហេតុផលសមស្របត្រង់ចំណុចទី4ដែលតកតងថាបើមានទាហានអាមេរិកនៅស្រុកខ្មែរអញ្ចឹងទៅធ្វើឲ្យប្រទេសប្រជាធិបតេយ្យសាបព្រោះអាខ្យល់ប្រជាធិបតេយ្យទៅអាចកម្ពុជាស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញខ្ញុំយល់ស្របប៉ុន្តែវត្តមានយោធាអាមេរិកនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានេះមិនគួរណាជាប្រធានបទទេបើតាមខ្ញុំទេណាព្រោះអីយើងអាចឲ្យអាមេរិកជួយតាមលទ្ធភាពជាក់ស្ដែងដូចជាតំណែងតំណងសម្ពយុទ្ធយោធាទិញសពាវុធយោធាឲ្យអាមេរិកកោតទោសថៃអាហ្នឹងល្អ
បាទឥឡូវបញ្ចប់គឺតកតងនឹងទស្សនៈសំទោសរឿងលោកត្រាំទៅប្រធានាធិបតីនាយករដ្ឋមន្ត្រីខ្មែរនិងថៃនេះគឺឥឡូវថៃកំពុងប្រឈមរឿងមួយដែលអ្នកដែលមន្ត្រីសិទ្ធិមនុស្សអង្គការសិទ្ធិមនុស្សអន្តរជាតិគឺលោក Phil Robertson គាត់និយាយថាបើសិនជាលោកត្រាំដាក់ទណ្ឌកម្មថៃឬក៏កម្ពុជាតាក់ទងរឿងពន្ធណាពន្ធកយនេះប្រហែលជាអត់មានប្រសិទ្ធភាពទេព្រោះលោក Phil Robertson ដែលជានាយករបស់ក្រុមអង្គការសិទ្ធិមនុស្សអាស៊ីនិងជាអ្នកតស៊ូមតិផ្នែកសិទ្ធិការងារនៅទីក្រុងបាងកកសប្តាហ៍ថ្ងៃលោកមានមូលដ្ឋាននៅទីក្រុងបាងកកបានផ្ដល់សារព័ត៌មានបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានរបស់ទូគីមួយឈ្មោះថា Anadolu News Agency លោកនិយាយថាបើអាមេរិកឬក៏លោក Donald Trump ដាក់សម្ពាធពន្ធនេះគឺមិនបានផលទេព្រោះអីថៃអាចយកវាជាឱកាសដើម្បីជាតិនិយមជ្រុលរបស់ថៃក្នុងការបោះឆ្នោតអញ្ចឹងអាចផ្កើននឹងការដាក់ពន្ធអីគេមិនខ្លាចទេព្រោះអនុទិនច័ន្ទវរកុលធ្លាប់និយាយថាមិនបាច់ភ័យរឿងដាក់ពន្ធនឹងហើយលោកក៏បាននិយាយថាយន្តការដែលល្អបំផុតគឺត្រូវឲ្យអាស៊ានខ្លាំងបើអាស៊ានខ្សោយហើយគឺបញ្ហាតំបន់អាស៊ាននេះគឺឆាចោលហើយអញ្ចឹងលោកថាចុះបើអាស៊ានលោកប្រើឃ្លាអញ្ចេះវិញក៏លោកថាចុះបើអាស៊ានមិនអាចនឹងសម្របសម្រួលឲ្យសមាជិកអាស៊ានត្រូវរើគ្នាផងតើអាស៊ានមានប្រយោជន៍អីឲ្យប្រកបលោកនិយាយត្រូវយើងអត់ឲ្យតម្លៃអាស៊ានទេសប្ថ្ងៃនេះគឺយើងឃើញទេលោកអាន់វ៉ាអ៊ីប្រាហ៊ីមនិយាយមិនក៏អត់ប្រយោជន៍ដែរឥឡូវមកចាំទូរស័ព្ទពីលោកត្រាំទៅវិញតែយ៉ាងណាបងប្អូនលោកត្រាំលោកអីក៏ដោយធ្វើយ៉ាងម៉េចឲ្យតែមានប័ណ្ណឈប់បាញ់ទៅគាត់ថាសប្ម៉ោងនេះថ្ងៃនេះនឹងពេលបន្តិចទៀតទៅទៀតប្រហែលថ្ងៃនេះគឺកងទ័ពជួរមុខយើងនឹងរងព្យុះព្យូមានយ៉ាងសម្បើមពីមហិច្ឆតាឈ្លានពានរបស់ថៃដែលគ្រោះថ្នាក់មែនតើម្ដងទៀតសូមឲ្យបងប្អូនកងទ័ពជួរមុខនឹងគឺមានសុវត្ថិភាពហើយសូមឲ្យវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកជួយថែរក្សាការពារគាត់ឲ្យបានរួចផុតពីការធ្វើទុកបុកម្នេញរបស់ទាហានថៃហើយសូមឲ្យសត្រូវថៃនេះគឺជនដែលទាហានថៃនេះគឺបាក់បបខ្លោបខ្លាចបរាជ័យតាមអំណាចកម្មនៃការដែលឈ្លានពានទឹកដីកម្ពុជាផងបាទសូមអរគុណច្រើនហើយសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះយើងជួបគ្នានៅពេលដែលមានព័ត៌មានពីទូរស័ព្ទរបស់លោកត្រាំទៅនាយករដ្ឋមន្ត្រីទាំងពីររបស់នៅប្រទេសអាស៊ានមួយនេះបាទសូមអរគុណសូមជម្រាបលា